ấy bất chợt lụi hạt mới đào rầm lông phộc men chồng xua lụcវិញហេតុអីពីមុននៅឡើងភ្នំលោកគ្រូចូលមកដល់រំលងភពតលាក់មិនប្រុសខ្ញុំហត់ហេតុអីទៅពីព្រោះកុនដាវនេះចំណុចខ្វះខាតច្រើនក្រោយពេលអូនតាចំនួនទី13បង្កើតហើយក៏ហាមអ្នកចំនួនក្រោយមកឲ្យហ្វឹកហាន់ដូច្នេះទៅគ្រូយកវេទលាក់ទុកយើងគួរតែនឹកឃើញតាមប្រាជ្ញាឯងដល់ទីបំផុតនៅទលាក់ឯមិនចិត្តតែក្រោយពេលខ្ញុំហាត់ហើយខ្ញុំយល់ថាគ្មានចំណុចចម្លែកអីទេគ្រូអត់ចំទាស់ឯងហាត់វិជាគុណខ្លាំងជាងនេះទេរហូតដល់គ្រូចង់បង្រៀនឯងឲ្យអស់បច្ចិតក៏បានដែរប៉ុន្តែស្នៀកមួយដាររំលោភភុកនេះកម្លាំងធាតុរបស់វាខ្លាំងណាស់ទីបំផុតឲ្យរបួសដល់ខ្លួនឯងណាបានទោះជាលោកគ្រូចិញ្ចឹមខ្ញុំតាំងពីតូចមកប៉ុន្តែមិនមែនជាសាច់ញាតិរបស់ខ្ញុំទេហេតុអីក៏ល្អនឹងខ្ញុំម្ល៉េះពីដើមមកគុណនិធានអាត្មានិយមណាស់មិនដែលជឿនរណាទេប្រហែលជាគេលួងចិត្តខ្ញុំពីសម្បកក្រៅការពិតគឺប្រើប្រាស់ខ្ញុំតែប៉ុណ្ណោះគេមិនអាចបណ្ដោះបណ្ដាលខ្ញុំដោយចិត្តស្មោះទេហើយក៏មិនមែនជាមនុស្សដែលយើងអាចជឿបានដែរមួយដែលរំលងភពមានចំណុចខ្វះខាតច្រើននេះសរុបសេចក្តីទៅគឺខ្លាចខ្ញុំខ្លាំងជាងគាត់ឲ្យតែខ្ញុំហាត់តទៅទៀតលើលោកនេះគ្មាននរណាជាដៃគូខ្ញុំទេអ្នកណានឹងខ្ញុំវិញ្ញាណទេពចង់ជួបលោកម្ចាស់សុំលោកទៅរៀបការប្រាប់គាត់ភពសូមចាំអាផ្លេតវិញ្ញាណទេពថ្មនេះទៅហើយគេមកធ្វើអីដែរលោកម្ចាស់រងចាំនៅបន្ទប់ហាត់កុននេះណាសូមអញ្ជើញអរគុណពីដើមមកលោកម្ចាស់កាច់សាហាវនេះខ្សែខ្ញុំនៅមុខកំភ្លើងធំលោកហេតុអីក៏លោកចង់លើកលែងខ្ញុំចិត្តខ្ញុំមិនកាច់ក៏មិនសាហាវខួរក្បាលរបស់ខ្ញុំនឹងស្វាងល្អណាស់សេះរបស់លោកនេះគឺជាការបញ្ឆោតតែប៉ុណ្ណោះចង់ធ្វើឲ្យខ្ញុំគ្រោះថ្នាក់បន្ទាប់មកដើម្បីកម្ចាត់ខ្ញុំចោលវិញខ្ញុំមិនអាចចង់មើលលទ្ធផលបណ្ដោះអាសន្ននេះហើយធ្វើឲ្យខ្លួនឯងគ្រោះថ្នាក់វិញនោះលោកម្ចាស់ពិតជាមានគំនិតមកចត់មែនការប្រយុទ្ធនៅលើក្តារអុកនេះគឺដូចជានៅថ្ងៃអំពើយឹមចិត្តយើងគង់តែប្រជុំមុខទេមិនអាចនឹងជៀសវាងបានឡើយតែរឿងដែលខុសគ្នានៅលើក្តារអុកនេះពណ៌ក្រហមនិងពណ៌ខ្មៅក្របតូចដល់ធំមួយណាក៏មានចិត្តស្ងួតដែរតែភាពពិតមិនប្រកបជាអញ្ចឹងទេលោកមានពាក្យអីចង់និយាយត្រង់ទៅលោកម្ចាស់លោកនឹងមានឧបសគ្គខ្លះត្រូវកម្ចាត់ចោលទៅបាត់បើអញ្ចឹងលោកយល់ថាគួរកម្ចាត់អាណាចោលយិនឈិនសិចលោកប្រកែកលេងសើចមែនណាខ្ញុំមានមូលហេតុអីត្រូវកម្ចាត់គេចោលនោះលោកម្ចាស់មិនត្រូវការមូលហេតុអ្វីទេពីព្រោះព្រំលិខិតបានបញ្ជាក់ថាលោកម្ចាស់នឹងត្រូវកូនចៅធ្វើឃាតម្យ៉ាងទៀតអ្នកដែលមានលទ្ធភាពនឹងមានឱកាសបែបនេះក្រៅពីយិនឈិនសិចគឺគ្មានអ្នកផ្សេងឡើយមកទល់នឹងបច្ចុប្បន្ននេះមានមនុស្សមួយក្រុមដែលយល់ថាគេជាអ្នកស្នេហាយុត្តិធម៌ពួកគេក៏មានមហិច្ឆតាលើបកសម្ព័ន្ធយ៉ាងដែរ
បើសិនជាឲ្យខ្ញុំសម្រាប់ឈិនស៊ីងមិនធ្វើឲ្យពួកគេងាយស្រួលទេលោកមិនចិត្តលោកចង់និយាយពីយិនឆាំងហ្វឹងនេះក្រៅពីគេដល់មានអ្នកណាទៀតបើសិនជាខ្ញុំសម្រាប់ឈិនស៊ីងនោះដូចជាកាត់ដៃខ្លួនឯងមកខាងអញ្ចឹងហើយលើកអុកមរណៈឲ្យតអ្នកផ្សេងលោកយល់ថាខ្ញុំល្ងងដល់ម្លឹងលោកមិនចិត្តលោកទេក៏ហើយយិនឆាំងហ្វឹងមិនអាចទទួលបានកំណប់អុកមរណៈរហូតមានន័យថាម៉េចពីព្រោះយិនឆាំងហ្វឹងគេគ្មានមហិច្ឆតាខ្ញុំអុកសូមអរគុណលោកម្ចាស់អាចចេញមកបានហើយមិនសម្ដីវិញ្ញាណទេឯងបានលឺហើយណែលោកគ្រូសម្រាប់ខ្ញុំមែនទេសម្រាប់គេចោលទេបាទពីយិនទេយប់ជ្រៅខ្យល់ត្រជាក់ដើរមកក្រៅតែម្នាក់ឯងគ្រោះថ្នាក់ណាស់ខ្ញុំដឹកដូច្នេះទើបខ្ញុំប្រញាប់ទៅផ្ទះវិញស្ដាយណាស់ផ្លូវទៅផ្ទះឆ្ងាយពេកប្រហែលជាលោកទៅមិនដល់ទេលោកគួរតែយល់ច្បាស់ពីសម្ដីរបស់ខ្ញុំហ្នឹងខ្ញុំយល់គឺលោកម្ចាស់ឲ្យឯងមកសម្រាប់យើងមួយនេះត្រូវហើយទុកជីវិតនៅទីនេះទេឯងមិនសម្រាប់យើងទេហេតុអីខ្ញុំមិនសម្រាប់ឡើយចំពោះឯងនេះខ្ញុំនឹងមានតម្លៃប្រព្រឹត្តកុំស្មានតែខ្ញុំចាញ់បោកឡើយលោកប៉ះពាល់ដល់មេប៉ាបានចេញបញ្ជាឲ្យមិនសម្រាប់ឡើយលោកចាំតែស្លាប់ទៅលោកស្អីខ្ញុំថាឯងនេះមិនឆ្លាតសុំថាម៉េចឯងគិតទៅមើលបើសិនជាលោកមេប៉ាគាត់ចង់សម្លាប់ខ្ញុំមែនមិញនៅប៉ាសម្ពត់ពេលដែលខ្ញុំនៅជាមួយគាត់តែ2នាក់ហើយឯងក៏មិនចាត់ការដោយផ្ទាល់ទេត្រូវចាំដល់ខ្ញុំចេញពីទ្វារធំហើយទើបគាត់បញ្ជាឯងមកឯងដឹងថាមានមូលហេតុអីទេប្រហែលជាលោកមេប៉ាខ្លាចសម្លាប់លើធ្វើឲ្យប្រឡាក់ដៃកូនគួរអស់សំណើចមែនឯងប្រឌិតនៅការបកស្រាយបែបនេះឯងយល់ថាអស់សំណើចទេមូលហេតុមិនសំខាន់ទេទោះជាគាត់អត់បញ្ជាក៏ដោយក៏ខ្ញុំនៅតែសម្លាប់លោកដដែលលោកហ៊ានញុះញង់លោកមេប៉ាខ្ញុំឲ្យគាត់សម្លាប់ខ្ញុំផងហ៎លោកមិនចង់រស់ទៀតទេការពិតនោះខ្ញុំដឹងថាឯងនៅខាងក្រៅលោកចាំស្ដាប់រហូតទើបបានជាខ្ញុំនិយាយពាក្យទាំងនេះហ៎ហេតុអីបានជាលោកទេដឹងថាគាត់មិនសម្លាប់លោកនៅនឹងកន្លែងផ្ទុយគ្នាទៅវិញទៀតបំណងដែលខ្ញុំនិយាយពាក្យទាំងនេះគឺចង់ធ្វើឲ្យគុណអ៊ីធានខឹងចាំមើលតែគាត់អាចសម្លាប់ខ្ញុំនៅទីនោះទេពីព្រោះខ្ញុំចង់បញ្ជាក់នៅរឿងមួយពាក្យចចាមអារ៉ាប់ថាគុណអ៊ីធានធ្វើត្បិតតែខ្លាំងគ្មានគូប្រៀបប្រយុទ្ធតែគេបើជាមានគុណវិបត្តិធំមួយគុណវិបត្តិអីវិជាគុណរបស់គេប្រើកម្លាំងធាតុផ្កាយកពើជាគ្រឹះកម្លាំងធាតុនេះខ្លាំងជាងកម្លាំងធាតុឈ្មោះឆ្ងាយណាស់គួរឲ្យស្ដាយ